ទឹកនោមផ្អែមគាត់ហូបទឹកដូងទៀតបានអត់មុនហ្នឹងខ្ញុំក៏និយាយដែរតាក់ទងជាមួយនឹងទឹកដូងគឺវាមានកម្រិតជាតិស្កររបស់វាដែរស្ករធម្មជាតិទេមិនអាចប្រៀបធៀបជាមួយសារធាតុស្ករដែលមាននៅក្នុងភេសជ្ជៈបើសិនជាអ្នកដែលគាត់មានជំងឺទឹកដូងផ្អែមគេអត់ហាមឃាត់គាត់មិនឲ្យញ៉ាំដូងទេព្រោះដូងវាមានកម្រិតជាតិស្ករតិចតួចខ្លាំងមែនទែនការដែលគាត់ញ៉ាំជាមួយនឹងការប្រើប្រាស់ថ្នាំនិងការតាមដានសុខភាពគាត់ជាប្រចាំមែនទែនទៅកម្រិតជាតិស្ករក្នុងទឹកដូងហ្នឹងវានៅតែតិចជាងកាបូហៃដ្រេតបានន័យថាអាហារឬក៏បាយទេតែគេឲ្យអ្នកទឹកនោមផ្អែមហ្នឹងគេច្រើនកាត់បន្ថយការញ៉ាំអាហារប្រភេទនោះបានច្រើនតែព្យាយាមញ៉ាំទឹកញ៉ាំបន្លែញ៉ាំអីជាមួយវិញអញ្ចឹងបើសិនជាអ្នកទឹកនោមផ្អែមគួរតែញ៉ាំទឹកដូងបែបណាអូខេគាត់ញ៉ាំបានដូចថាមួយថ្ងៃម្ដងឬក៏ពីរដងដោយ control ជាមួយនឹងការប្រើប្រាស់ថ្នាំរបស់គាត់ធម្មតាអ្នកទឹកនោមផ្អែមគឺគាត់ត្រូវជួមើលជាតិស្ករគាត់មើល A1C កម្រិតជាតិស្ករក្នុងឈាមគាត់អាចញ៉ាំ metformin គាត់មានកម្រិតរបស់គាត់ឬក៏ចាក់ insulin អញ្ចឹងគាត់ញ៉ាំហើយគាត់តាមដានមើលទៅប៉ុន្តែវាសឹងថាអត់មានសារធាតុដែល effect ទៅដល់អ្នកជំងឺទឹកនោមផ្អែមដោយសារកម្រិតជាតិស្ករនៅក្នុងហ្នឹងទេយើងអត់បានឲ្យអ្នកទឹកនោមផ្អែមគាត់តមទឹកដូងទេគាត់តមតែរបស់ផ្អែមខ្លាំងផ្លែឈើមួយចំនួនដែលវាផ្អែមខ្លាំងពេកដូចជាធូរ៉េនឬក៏អាឡុកទុំឬក៏ស្វាយទុំហើយយើងឲ្យគាត់តមបែបហ្នឹងទោះអាស្រ័យទៅលើកម្រិតជាតិស្ករក្នុងឈាមគាត់ដែលយើងមើលឃើញ hemoglobin A1C គាត់កម្រិតណាតែខ្ញុំនៅតែនិយាយថាញ៉ាំបានបើសិននៅក្នុងកម្រិតមួយថាជាតិស្ករគាត់វាអត់ងាយចុះហើយវាសឹងតែខូច function ណាគ្រូពេទ្យសឹងថានឹងប្រាប់តែម្ដងចុះវា flexible ទៅតាមនឹងដែរប៉ុន្តែបើជារួមវាមិនមែនជាភេសជ្ជៈឬក៏ផ្លែឈើមួយដែលវា high risk នោះទេ